ថ្ងៃរះលើភូមិដ៏ស្ងប់ស្ងាត់មួយដែលមានប្រជាជនរស់នៅធំទូលាយដោយភាពយន្តតារាមានអារម្មណ៍ថាមានអ្វីមួយកំពុងហៅគាត់ឲ្យធ្វើដំណើរស្រីនាងក៏មានក្តីស្រមៃដូចគ្នាដើរតាមផ្លូវក្នុងភូមិហើយញញឹមពួកគេបានជួបគ្នាដោយចៃដន្យប៉ុន្តែដោយជាវាសនាជាអ្នកកំណត់ការសម្រេចចិត្តធ្វើដំណើរបានចាប់ផ្ដើមនៅទីនេះជជែកគ្នាដោយរីករាយគ្រូវិទ្យាបានប្រាប់ពួកគេអំពីក្រុងពន្លឺមាសឈរនៅជិតផែនទីចាស់ក្រុងដែលអាចបំភ្លឺក្តីស្រមៃរបស់មនុស្សចង្អុលទៅផែនទីភ្លឺចែងចាំងតារាមានចិត្តរឹងមាំជាងមុនមុខដែលមានការតាំងចិត្តខ្ពស់ស្រីនាងជឿថាដំណើរនេះនឹងផ្លាស់ប្ដូរជីវិតស្នាមញញឹមដែលមានទំនុកចិត្តដំណើរផ្សងព្រេងបានចាប់ផ្ដើមចាកចេញពីផ្លូវភូមិថ្ងៃបានលិចព្រៃធំបានសាក់លបងភាពក្លាហានរបស់ពួកគេដើរកាត់ព្រៃពន្លឺចែងចាំងលីណាបានចូលរួមជាមួយស្នាមញញឹមរីករាយចូលរួមក្នុងដំណើរកម្សាន្តការសហការជាគន្លឹះនៃការឆ្លងកាត់ឧបសគ្គពេលវេលាធ្វើការជាក្រុមយប់នាំមកនូវក្តីសង្ឃឹមនិងមិត្តភាពនឹងមានបោះតង់នៅពេលយប់ស្រីនាងគិតអំពីអនាគតដោយបានសម្លឹងមើលផ្កាយដោយក្តីស្រមៃពួកគេបានធ្វើដំណើរដើរកាត់អស់ព្រៃពេលព្រឹកពន្លឺព្រះអាទិត្យស្រទន់តារារៀនស្ដាប់សំឡេងធម្មជាតិនិងកំពុងសង្កេតរកមើលសត្វយំស្រីនាងបង្ហាញពីចិត្តអត់ធ្មត់និងការយកចិត្តទុកដាក់ជួយមិត្តភក្តិលីណាបំពេញក្រុមដោយភាពរីករាយលោតលើអូតូចស្វាហាប់ការជួយគ្នាធ្វើឲ្យអ្វីៗคล้ายជាងាយស្រួលបានដើរកាត់ឆ្លងស្ពានឈើផ្លូវមុខមិនងាយស្រួលប៉ុន្តែពួកគេមិនបោះបង់រូបថតធំទូលាយរាល់ការដួលគឺជាមេរៀនមួយតារាបានឈប់សម្រាកដើម្បីយកកម្លាំងមកវិញមិត្តភាពកាន់តែរឹងមាំនៅពេលលំបាកលីណានិងស្រីនាងបានដើរទៅមុខលីណាមើលឃើញអនាគតនៅខាងមុខដោយរំភើបចង្អុលទៅមុខការឈប់សម្រាកខ្លីបានផ្ដល់កម្លាំងពួកគេបានអង្គុយក្រោមដើមឈើតារាចាប់ផ្ដើមយល់ពីខ្លួនឯងច្រើនឡើងអារម្មណ៍ឆ្លុះបញ្ចាំងនៅមុខស្រីនាងមានសេចក្តីសុខក្នុងចិត្តញញឹមដោយរីករាយនៅចិត្តទឹកភាពសប្បាយធ្វើឲ្យដំណើរមិនធន់ទ្រាំលីណាសើចពេលកំពុងលេងទឹកពេលថ្ងៃលិចដំណើរនៅតែបន្តពួកគេបានចេញពីតំបន់ទឹកជ្រោះភ្លើងជំរុំពេលយប់ផ្កាយនៅលើមេឃពួកគេនឹងបន្តទៅមុខជាមួយគ្នាតារាចាប់ផ្ដើមសួរខ្លួនឯងថាតើគាត់នឹងយកអ្វីត្រឡប់ទៅជីវិតពិតកម្លាំងមិនមែនមកពីការរត់គេចទេប៉ុន្តែមកពីការទទួលយកខ្លួនឯងលីណារៀនថាភាពសប្បាយក៏អាចនៅជាមួយភាពទំនួលខុសត្រូវបានពួកគេមិនចាំបាច់និយាយទេប៉ុន្តែចិត្តទាំងពីរយល់គ្នាដើរទន្ទឹមគ្នាក្រុងពន្លឺមាសមិនបានចងពួកគេឲ្យនៅទេប៉ុន្តែបង្រៀនឲ្យពួកគេចេះទៅតារាសម្រេចចិត្តថានឹងនាំពន្លឺនេះទៅកាន់ផ្លូវជីវិតរបស់គាត់ស្រីនាងជឿថានាងអាចបង្កើតអនាគតដោយដៃខ្លួនឯងនៅថ្ងៃមុខលីណាមិនបាត់បង់ភាពរីករាយប៉ុន្តែបានរកឃើញទិសដៅពួកគេចាកចេញមិនមែនដោយដៃទទេប៉ុន្តែដោយចិត្តដែលពេញផ្លូវវែងឆ្ងាយនៅខាងមុខស្រមោលកំពុងដើរទៅមុខពួកគេរត់យ៉ាងលឿនព្រះអាទិត្យរះឡើងវិញតារាយល់ថាគាត់មិនមែនជាមនុស្សដូចមុនទៀតឡើយស្រីនាងត្រឡប់មកទីកន្លែងដើមប៉ុន្តែចិត្តរបស់នាងបានធំឡើងលីណាចែករំលែកភាពរីករាយទៅអ្នកដទៃនៃអ្វីដែលនាងបានរៀនពួកគេនាំអ្វីដែលបានរៀនមកបង្កើតជីវិតប្រចាំថ្ងៃឲ្យមានន័យក្តីសង្ឃឹមតូចៗចាប់ផ្ដើមផ្លាស់ប្ដូរពិភពជុំវិញការជួបជុំសហគមន៍តារាយល់ថាពន្លឺពិតប្រាកដគឺការចែករំលែកបង្រៀនមនុស្សវ័យក្មេងស្រីនាងប្រើក្តីស្រមៃដើម្បីបង្កើតអនាគតថ្មីរៀបចំផែនការអនាគតលីណាបន្តដំណើររបស់នាងដោយជឿលើខ្លួនឯងញញឹមដោយមានសេរីពន្លឺនៃក្តីស្រមៃមិនដែលបាត់បង់ទេប្រសិនបើយើងរក្សាវាតួអង្គ3នាក់រួមគ្នាដំណើរផ្សងព្រេងនេះបញ្ចប់នៅទីនេះប៉ុន្តែក្តីស្រមៃរបស់អ្នកទើបតែចាប់ផ្ដើម